ជម្រាបសួរនិងសួស្តីអ្នកនាងចឹងស្វាគមន៍ដល់គេមកកាន់វីដេអូថ្មីខ្ញុំបង្ហាញអ្នកនាងពីរបៀបដែលយើងទិញតំណែងពីវិទេសចំទៀតហើយតែយើងចំណុចសំខាន់ដែលខ្ញុំបង្ហាញនៅថ្ងៃហ្នឹងគឺការដែលយើងធ្វើ account Alipay របស់យើងខ្ល้ายជា account ដែលស្តង់ដារត្រឹមត្រូវដែលមានការ verify អញ្ចឹងវាពិតជាមានសារៈសំខាន់មែនទែនដែលយើងបង្កើត Alipay ហើយយើងត្រូវតែមានការ verify ព្រោះអីខាង Alipay គេតម្រូវឲ្យយើង verify ជាមួយនឹង document ផ្សេងៗមិនថាជា passport ID card ឬក៏ document អីផ្សេងៗខាង Alipay គេតម្រូវឲ្យយើង verify ជាមួយនឹងព័ត៌មានផ្សេងៗដើម្បីអាចធ្វើការទូទាត់ថ្លៃតំណែងផ្សេងៗឬក៏ផ្ទេរប្រាក់អីផ្សេងៗចុះអ្នកអត់ទាន់បង្កើត Alipay ទេអាចចូលបង្កើត Alipay បានខ្ញុំក៏មានវីដេអូបង្ហាញអំពីរបៀបដែលយើងបង្កើត Alipay ដែរអញ្ចឹងអ្នកគ្នាអាចត្រៀមឯកសារបានឯកសារផ្ទាល់ខ្លួនរបស់អ្នកគ្នានៅជិតខ្លួនឬក៏មាននៅក្នុងទូរស័ព្ទស្រាប់អញ្ចឹងឥឡូវយើងអាចបើកគណនី Alipay ដែលយើងបានបង្កើតរួចមកអញ្ចឹងខ្ញុំនឹងឲ្យអ្នកគ្នាពីជំហានមួយដើម្បីយើងចូលទៅ verify ព័ត៌មានទាំងអស់ហ្នឹងដើម្បីក្លាយជា account Alipay ដែលស្តង់ដារនិងត្រឹមត្រូវដែលយើងអាចទូទាត់ថ្លៃតំណែងទិញតំណែងឬក៏ផ្ទេរប្រាក់អីបានអញ្ចឹងអូខេអានេះនៅក្នុង Alipay អញ្ចឹងយើងចុចខាងស្ដាំដៃគេបំផុតបន្តមកទៀតយើងចុច balance ចូលកន្លែងហ្នឹងបើសិនជាយើងអត់ទាន់ verify ព័ត៌មានផ្សេងៗទេយើងចុច go ដើម្បីយើងចូលទៅ verify ព័ត៌មានទាំងអស់ហ្នឹងអូខេអញ្ចឹងចូលមកដល់កន្លែងនេះកន្លែងដែលយើងត្រូវ upload តាក់ទងជាមួយនឹង passport របស់យើងដើម្បី verify អញ្ចឹងបើសិនជាយើងមាននៅក្នុងទូរស័ព្ទយើងផ្ទះយើងអាច upload ចូលបើយើងអត់ទាន់មានទេយើងអាចថតស្រាប់ទៅនៅកន្លែងត្រង់ហ្នឹងយើងចុចកន្លែង scan ណាអញ្ចឹងខ្ញុំបាន upload លិខិតឆ្លងដែនខ្ញុំខ្ញុំអាចនឹងចុច submit អូខេបន្តមកទៀតវាត្រូវការឲ្យយើង verification តាក់ទងជាមួយ passport និងមុខរបស់យើងទៅលើណាអូខេបន្តមកទៀតវាត្រូវឲ្យយើងបំពេញតាក់ទងជាមួយព័ត៌មានផ្ទាល់ខ្លួនរបស់យើងតាក់ទងជាមួយនឹង address យើងអាចចូលទៅបំពេញបន្តទៀតបានអូខេចូលមកដល់កន្លែងនេះវាត្រូវឲ្យយើងរើសទីតាំង address របស់យើងយើងចូលទៅរើសប្រទេសកម្ពុជាសិនដើម្បីបំពេញ address បន្ថែមណាអូខេអញ្ចឹងផ្នែកខាងក្រោមយើងអាចបំពេញតាក់ទងជាមួយខេត្តក្រុងដែលយើងកំពុងតែរស់នៅអញ្ចឹងការ verification យើងបានសម្រេចជោគជ័យអានេះគឺជាជំហានងាយៗស្រួលមែនដែលយើង verify ជាមួយនឹង passport របស់យើងអញ្ចឹងខាង Alipay គឺតម្រូវឲ្យយើង verify ជាមួយនឹងព័ត៌មានផ្ទាល់ខ្លួនរបស់យើងគឺពិសេសគឺបើសិនជាយើងជាជនជាតិបរទេសតម្រូវឲ្យយើង verify ជាមួយនឹង passport អញ្ចឹងបើសិនជាយើងអត់ទាន់ verify ទេអាចចូលទៅ verify បានតែស្អីយើងបង្កើត Alipay ត្រូវតែ verify ដើម្បីអាចប្រើប្រាស់ Alipay ដើម្បីធ្វើការទូទាត់តំណែងផ្សេងៗបង់ប្រាក់ឬក៏ទូទាត់ប្រាក់ទិញតំណែងផ្សេងៗ yes អានេះគឺហាង Alipay គឺតម្រូវឲ្យយើង verify ដើម្បីអាច account Alipay ដែលយើងប្រើប្រាស់ប្រចាំថ្ងៃហ្នឹងខ្ល้ายជា Alipay ដែលត្រូវស្តង់ដារដែលត្រូវតាមគោលការណ៍របស់គេអញ្ចឹងខ្ល้ายជា Alipay ដែល verify ទើបយើងអាចប្រើប្រាស់សេវាកម្មរបស់គេបានអញ្ចឹងនេះគឺជាជំហានងាយៗនៃការដែលយើង verify passport ជាមួយនឹងខាង Alipay ព្រោះខាង Alipay គេតម្រូវយើងធ្វើបែបនេះស្អាតដែលយើងជាជនជាតិបរទេសអញ្ចឹងយើងអាចធ្វើការផ្ទេរប្រាក់ទូទាត់ប្រាក់ធ្វើសេវាកម្មអីផ្សេងៗរបស់ Alipay បានបើអ្នកអត់ទាន់ verify passport ទេអាចមើលវីដេអូនេះបាននិងអនុវត្តដើម្បីឲ្យ Alipay របស់យើងខ្ល้ายជា Alipay ដែលត្រូវស្តង់ដារតាមគោលការណ៍របស់គេអញ្ចឹងនៅក្នុងវីដេអូនោះមានតែប៉ុណ្ណេះខ្ញុំនឹងបង្ហាញអ្នកគ្នាពីវិធីសាស្ត្រទៀតនៃការដែលប្រើប្រាស់ Alipay ដើម្បីឲ្យទូទាត់ថ្លៃតំណែងផ្សេងៗបង់ប្រាក់ឬក៏យកទៅផ្ទេរប្រាក់សម្រាប់អ្នកលក់និងវិធីសាស្ត្រក្នុងការដែលយើងអាចបញ្ចូលទឹកប្រាក់នៅក្នុង Alipay អញ្ចឹងនៅក្នុងវីដេអូនោះមានតែប៉ុណ្្នឹងទេអរគុណអ្នកគ្នាសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយ